សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជានិចហើយក្នុងវីដេអូនេះចាផ្លែកជាងរត់ដងអត់មានប្រកេនចង្ហាន់លោកអីទេឡើងមកដល់លើកុដអត់ឃើញលោកចាឥឡូវបាយល្ងាចខ្លួនឯងចាហើយតើបងអត់ឃើញថតវីដេអូទេដល់ពេលញ៉ាំប្រហុកលោកហ្នឹងស្លោខ្លួនឯងស្ងោជ្រក់មន់ថាហូបបាយល្ងាចហ្នឹងហើយជាតិអាំងត្រីដល់ទៅពេលឃើញប្រហុកលោកដូចទំនងដាក់ចំហុយប្រហុកលោកយើងទិញទៅពាំងទិញទៅសក់អីពីក្រោមមកទុកសគួរគីឡូមានអីត្រូវជ្រលក់ធ្វើអីមកដល់ត្រូវប្រហុកបដ ாய் ហើយញ៉ាំប្រហុកទៅឆ្ងាញ់ពេកអូឆ្ងាញ់ពេកថតវីដេអូមួយមើលទុកជូនបងប្អូនមើលអារម្មណ៍ដែលវាឆ្ងាញ់ហើយយើងទទួលរសជាតិដិតពីអាកាសធាតុត្រជាក់ហើយស្រស់ស្រាយអញ្ចឹងណាចឹងទៅក៏ទុកចែកចាយឲ្យបងប្អូនមើលតិចថានៅពេញអីចំហុយប្រហុកតេអញ្ចឹងបើហូបមិនសូវបានទេទៅដល់ពេលមកភ្នំប្រហុកតេតែជាមួយបន្លែហ្នឹងអត់លូកមន់អាលេងមន់ស្ងោទុកម្ដុំសិនហើយត្រីចៀននេះលូកម៉ាត់ទៅជាដាច់ប្រហុកនេះវិញចាហើយនេះហេតុផលដែលខ្ញុំថតវីដេអូខ្ញុំញ៉ាំអីហ្នឹងបងប្អូនពេលដែលខ្ញុំញ៉ាំមកខ្ញុំអង្គុយមើលទៅមកទេសភាពខាងក្រៅនេះសួនតំណាំរបស់លោកហើយមានខ្យល់សៀកហើយល្ងាចដែរហើយពេលឡើងមកហ្នឹងព្រោះខ្ញុំអត់មានញ៉ាំបាយថ្ងៃទេដល់ពេលអញ្ចឹងបាយហ្នឹងគឺសរុបថ្ងៃផងល្ងាចផងហើយអូយត្រជាក់ស្រួលមែនតើបងប្អូនចាឡើងមកភ្លៀងមួកសើមអស់ហើយហាលមួកបដាអីបដាហ្នឹងញ៉ាំបាយមើលខ្យល់មានអាកាសធាតុត្រជាក់អូយជាតិណាបងប្អូនមកឡើងភ្នំមួយខ្ញុំហូបបាយល្ងាចមកវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបាយបាយ